ជំរាបសួរបងប្អូនអ្នកគ្នានឹងសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំផ្សាយជាថ្មីណាសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនអ្នកគ្នានៅរបៀបផ្ដាច់គម្រោង Smart ហ្នឹងហើយបងប្អូនអ្នកគ្នាសម្រាប់បងប្អូនអ្នកគ្នាដែលគាត់ប្រើប្រាស់គម្រោងដូរលុយអូតូ$1ហ្នឹងហើយបងប្អូនអ្នកគ្នាណាហើយគាត់ចង់ប្រើប្រាស់គម្រោង$1.50សេនអីចឹងទៅក៏ប៉ុន្តែពេលដែលយើងបញ្ចូលលុយទៅវាចេះតែដូរលុយឲ្យយើងអូតូណាតែអត់ថាយើងចង់ដូរ$1កន្លះក៏ប៉ុន្តែពេលដែលយើងបញ្ចូល$1កន្លះហ្នឹងខាងក្រុមហ៊ុនគាត់ដូរលុយឲ្យយើងអូតូតែ$1អញ្ចឹងធ្វើឲ្យយើងសល់50សេនណាអញ្ចឹងបងប្អូនអ្នកគ្នាចង់ផ្លាស់ប្ដូរគម្រោងបែបហ្នឹងគឺយើងត្រូវផ្ដាច់ប្រព័ន្ធជាមុនសិនហ្នឹងហើយបងប្អូនអ្នកគ្នាអញ្ចឹងវិធីសាស្ត្រក្នុងការផ្ដាច់ប្រព័ន្ធគឺវាងាយទេបងប្អូនអ្នកគ្នាក៏ប៉ុន្តែយើងត្រូវការដឹងលេខកូដរបស់វាជាមុនសិនដើម្បីផ្ដាច់គម្រោងបានយើងចូលមកកាន់កន្លែងនេះបងប្អូនអ្នកគ្នាណាហើយបងប្អូនអ្នកគ្នាចុចកាយហ្នឹងហើយបងប្អូនអ្នកគ្នាខ្ញុំសុំដាក់កាយ1202ដើមត្រង់ជ្រុះបញ្ជូនបងប្អូនអ្នកគ្នាណាយើងបញ្ជូនបែបនេះមកពេលដែលយើងបញ្ជូនមកគឺវាលោតផ្ទាំង2បែបនេះទៀតបងប្អូនអ្នកគ្នាណាលោតផ្ទាំង2ដូចគេបង្ហាញហ្នឹងហើយយើងយកអាទី2មកបងប្អូនអ្នកគ្នាណាអញ្ចឹងយើងយកលេខទី2យើងយកទី2មកយើងចុចលើកន្លែងចុចលេខ2ហើយបងប្អូនអ្នកគ្នាចុចកន្លែងនេះណាខាងលើហើយខៀវខាងលើណាបងប្អូនអ្នកគ្នាហ្នឹងហើយអត់ focus ហ្នឹងហើយខ្ញុំចុចយកកន្លែងហ្នឹងមកហើយវាលោតទាំង2ទៀតបងប្អូនអ្នកគ្នានេះទាំង2នេះបងប្អូនអ្នកគ្នាទាំង2ហ្នឹងទី1គេដាក់ថាសេវាកម្ម digital ហើយទី2សេវាកម្មទូរស័ព្ទអញ្ចឹងចំណុចកន្លែងហ្នឹងបងប្អូនអ្នកគ្នាត្រូវយកទី1ជាមុនសិនអូខេយើងយកទី1មកហើយយើងចុចកន្លែងខៀវមុនហ្នឹងនៃបងប្អូនអ្នកគ្នាណាអញ្ចឹងបើសិនជាយើងនេះកន្លែងនេះគេថាឲ្យយើងជ្រើសរើសលេខ1ម្ដងទៀតដើម្បីបញ្ជាក់អញ្ចឹងបងប្អូនអ្នកនេះចុចកន្លែងហ្នឹងមកហើយយើងយកលេខ1ហើយយើងចុចកន្លែងនេះមកបងប្អូនអ្នកគ្នាណាចុចអាកន្លែងដែលខ្ញុំចង្អុលហ្នឹងមកបងប្អូនអ្នកគ្នានឹងផ្ដាច់គម្រោងទី1បានដល់ជោគជ័យហើយក៏ប៉ុន្តែសម្រាប់ស៊ីមរបស់ខ្ញុំអត់ចង់ផ្ដាច់ទេបងប្អូនអ្នកគ្នាណាអញ្ចឹងខ្ញុំកន្លែងហ្នឹងបងប្អូនអ្នកគ្នាគ្រាន់តែចុចមកគឺវានេះហើយបងប្អូនអ្នកគ្នាផ្ដាច់ហើយឥឡូវចេះបងប្អូនអ្នកគ្នាដើម្បីឲ្យច្បាស់គឺខ្ញុំជ្រើសរើសផ្ដាច់ឲ្យបងប្អូនអ្នកគ្នាមើលតែម្ដងព្រោះចាំខ្ញុំភ្ជាប់វិញណាបងប្អូនអ្នកគ្នាឥឡូវខ្ញុំផ្ដាច់ឲ្យបងប្អូនមើលមកពេលដែលយើងចុចបែបហ្នឹងនេះគឺវាលោតទាំងមួយចេះមួយទៀតអញ្ចឹងគេថាយើងបានផ្ដាច់បានដល់ជោគជ័យណាបងប្អូនអ្នកគ្នាអញ្ចឹងយើងចុចកន្លែងនេះមកចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹងហើយបងប្អូនអ្នកគ្នាត្រូវចុចលេខកូដម្ដងទៀតកាយ1202ដើមត្រង់ជ្រូកហើយបញ្ជូនសារថ្មីបងប្អូនអ្នកគ្នាណាយើងត្រូវចុច2ដងអូខេឥឡូវយើងចូលមកដល់កន្លែងនេះយើងចុចកន្លែងនេះមួយទៀតចុចកន្លែងហ្នឹងហើយយើងយកលេខ2ដដែលដូចមុនអញ្ចឹងណាយើងចុចលេខ2ហើយនេះបងប្អូនអ្នកគ្នាមកដល់កន្លែងនេះគឺយើងយកលេខ2ម្ដងនេះណានេះកន្លែងហ្នឹងយើងចុចលេខ2មកយើងចុចលេខ2ហើយយើងចុចកន្លែងនេះវិញអូខេនេះបងប្អូនអ្នកគ្នានេះគឺមកដល់កន្លែងផ្ដាច់ឯងអញ្ចឹងយើងយកកន្លែងនេះមកវិញហើយយើងយកកន្លែងនេះដដែលហើយយើងចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹងនឹងផ្ដាច់បានដូចមុនអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាបើសិនជាបងប្អូនអ្នកគ្នាអត់យល់ថងចំណុចណាបងប្អូនអ្នកគ្នាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់